សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តក្នុងការចាំមើលស្រែបែបលក្ខណៈគ្រួសារជួបគ្នាសារជាថ្មីក្នុងវីដេអូនេះខ្ញុំមកធ្វើការផ្ដល់ចំណេះដឹងមួយដែលទាក់ទងទៅនឹងបងប្អូនដែលចូលចិត្តក្នុងការចាំមើលស្រែហើយក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីអ្វីដែលខ្ញុំបានជួបកន្លងមកបងប្អូនណាហ្នឹងហើយគឺបញ្ហាចំណីបងប្អូនណាដែលបងប្អូនតែងតែផ្ដល់ដល់មន់របស់បងប្អូនឬក៏បងប្អូនតែងតែទិញពីផ្សារមកដូចជាកន្ទុកឬក៏ចំណីសម្រាប់មួយទៀតគឺបន្លែពីផ្សារហើយនឹងពោតម៉ត់ជាដើមថាតើចំណីប្រភេទនេះឬក៏ចំណីដែលបងប្អូនទិញពីផ្សារហ្នឹងតើវាប៉ះពាល់អ្វីខ្លះដល់មាន់របស់បងប្អូនចឹងក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញបងប្អូននៅអ្វីដែលខ្ញុំបានជួបកន្លងមកហ្នឹងហើយអញ្ចឹងមុនខ្ញុំធ្វើការបង្ហាញនៅកន្លឹះមុននឹងទិញចំណីពីផ្សារឬក៏វត្ថុធាតុដើមខ្លះទិញពីផ្សារសម្រាប់មាន់នោះតើយើងគួរតែពិនិត្យមើលអ្វីខ្លះអញ្ចឹងបងប្អូនចូលមកថ្មីកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងខ្ញុំបាទម្នាក់មួយផងហើយបងប្អូនអាចចូលក្នុង Facebook ជួយចុច Follow Page ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលទាក់ទងពីការចាំមើលស្រែមុនបងប្អូនទិញចំណីពីផ្សារឬក៏ទិញដូចជាបន្លែផ្សេងឬក៏វត្ថុធាតុដើមដែលតាក់ទងទៅនឹងចំណីមាន់អញ្ចឹងបងប្អូនគួរតែពិនិត្យមើលអ្វីខ្លះអញ្ចឹងក្នុងវីដេអូនេះធ្វើការបង្ហាញបងប្អូនហ្នឹងហើយសម្រាប់ទី1នោះគឺកន្ទក់មិនល្អបងប្អូនណាហ្នឹងហើយកន្ទក់មិនល្អហ្នឹងគឺកន្ទក់ប្រភេទយ៉ាងម៉េចបងប្អូនណាគឺសម្រាប់កន្ទក់នេះគឺជាអ្វីដែលខ្ញុំបានជួបកន្លងមកឲ្យខ្ញុំមកធ្វើការប្រាប់បងប្អូនកុំឲ្យបងប្អូនជួបប្រទះដូចខ្ញុំហ្នឹងហើយសម្រាប់កន្ទក់គឺខ្ញុំធ្លាប់ទិញកន្ទក់ដែលគេធ្វើកន្ទក់នោះពីអង្កាមបងប្អូនណាហ្នឹងហើយថាតើយើងគួរតែពិនិត្យមើលយ៉ាងម៉េចបានដឹងថាកន្ទក់នោះអង្កាមហើយកន្ទក់នោះមិនមែនអង្កាមកន្ទក់ដែលធ្វើពីអង្កាមគឺកន្ទក់នោះយើងចាប់មើលទៅគឺមិនមានជាតិអង្ករសល្អិតទូចហ្នឹងហើយអញ្ចឹងកន្ទក់បែបហ្នឹងគេហៅថាកន្ទក់ធ្វើពីអង្កាមហើយបងប្អូនណាហ្នឹងហើយសម្រាប់កន្ទក់ដែលសុទ្ធល្អគឺកន្ទក់ដែលម៉ត់ល្អហ្នឹងគឺសម្រាប់កន្ទក់លេខ1ហើយមានអង្ករល្អិតតូចនៅជាមួយបងប្អូនណានៅពេលដែលយើងចាប់យើងដឹងហើយហ្នឹងហើយសម្រាប់មួយទៀតនោះគឺកន្ទក់ម៉ត់ដូចគ្នាប៉ុន្តែគេផលិតពីអង្កាមគឺនៅពេលដែលយើងចាប់មកគឺវាអត់មានដូចជាកញ្ចុងអង្ករទូចល្អិតហ្នឹងទេហ្នឹងហើយអញ្ចឹងសម្រាប់កន្ទក់បងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់នៅពណ៌សម្បុររបស់វាហើយនឹងដូចជាកញ្ចុងអង្ករល្អិតតូចនឹងគឺជាការពិនិត្យមើលបើមិនជាវាមិនមានកញ្ចុងអង្ករតូចល្អិតហ្នឹងទេអាហ្នឹងកន្ទក់ហ្នឹងគឺគេធ្វើពីអង្កាមហើយអញ្ចឹងបើមិនជាយើងទិញមកយកមកឲ្យមាន់យើងស៊ីអញ្ចឹងវាអាចប៉ះពាល់ដល់មាន់យើងបានហ្នឹងហើយជាពិសេសកូនមាន់តែម្ដងចាប់ពីអាយុ21ថ្ងៃឡើងភាគច្រើនបងប្អូនលាយហើយអញ្ចឹងវាគឺជាបញ្ហាមួយដល់មាន់របស់យើងពេលមាន់ស៊ីទៅធ្វើឲ្យមាន់យើងនោះវាអាចក្តៀនលាមកអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងវាបង្កបញ្ហាទៅជាមាន់នោះអាចសម្កុកងាប់បានហ្នឹងហើយអញ្ចឹងនេះគឺជាបញ្ហាកន្ទក់បងប្អូនគួរតែជ្រើសរើសកន្ទក់ណាដែលម៉ត់ល្អកន្ទក់លេខ1ឬក៏បងប្អូនអាចជ្រើសរើសកន្ទក់លេខ2ក៏បានដែរប៉ុន្តែឲ្យតែកន្ទក់នោះវាមានកញ្ចុងអង្ករតូចហ្នឹងហើយបើសិនជាអាចបងប្អូនអាចទិញនៅកន្លែងម៉ាស៊ីនគេកិនស្រាប់ក៏បានដែរអាហ្នឹងស្រួលយើងនឹងពិនិត្យមើលយើងដឹងច្បាស់ថាគេកំពុងតែកិនហើយយើងទៅទិញផ្ទាល់តែម្ដងបើសិនជាបងប្អូនទិញទៅតាមដេប៉ូគេលក់ហ្នឹងភាគច្រើនគឺកន្ទក់នោះគឺគេធ្វើពីអង្កាមហើយតែមិនមែនឲ្យតែដេប៉ូគេលក់ហ្នឹងគឺគេអញ្ចឹងទាំងអស់ទេហ្នឹងហើយអញ្ចឹងមានដេប៉ូខ្លះគេល្អគេទិញមកពីគេកិននៅម៉ាស៊ីនធំស្រាប់មកគឺល្អអញ្ចឹងបងប្អូនហ្នឹងហើយក៏មានដេប៉ូខ្លះគឺលក់បោកអញ្ចឹងទៅហ្នឹងហើយលក់ដូចថាលក់កន្ទក់ដែលធ្វើពីអង្កាមអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងគឺក្លិនក៏វាខុសគ្នាដែរបើសិនជាកន្ទក់ល្អកន្ទក់ពិតប្រាកដដែលគេផលិតចេញពីម៉ាស៊ីនធំអាហ្នឹងគឺធំក្លិនឈ្ងុយបងប្អូនណាហ្នឹងហើយបើសិនជាកន្ទក់ដែលគេផលិតពីអង្កាមនោះគឺមិនសូវជាឈ្ងុយទេវាក្លិនដូចជាផ្អួរអញ្ចឹងបងប្អូនហ្នឹងអានេះជាបញ្ហាមួយសម្រាប់អ្នកចាំមាន់គួរតែពិនិត្យមើលឲ្យបានច្បាស់លាស់មុននឹងទិញហ្នឹងហើយអញ្ចឹងសម្រាប់ទី2នោះគឺចំណីសម្រាប់ខូចគុណភាពបងប្អូនណាហ្នឹងហើយតើយើងគួរតែពិនិត្យយ៉ាងម៉េចសម្រាប់ចំណីដែលខូចគុណភាពចំណីដែលខូចគុណភាពគឺចំណីដែលដុះសិតបងប្អូនហ្នឹងហើយ
ខ្ញុំធ្លាប់ជួបហើយនៅពេលដែលខ្ញុំខុសលើខ្វះកាក់អញ្ចឹងខ្ញុំអត់បានទិញជាការ៉ុងទេអញ្ចឹងខ្ញុំទិញជា5 6 7គីឡូអញ្ចឹងបងប្អូនហ្នឹងហើយជួបផ្ទាល់តែម្ដងគឺបញ្ហាចំណីដែលខូចគុណភាពនោះគឺចំណីដែលដុះផ្សិតបងប្អូនណាហ្នឹងហើយគឺដុះផ្សិតឡើងខ្មៅបងប្អូនណាធ្លាប់តែចំណីនោះវាពណ៌រៀងលឿងមកខ្មៅលេខគ្នាវាបែបខ្មៅមានសារធាតុលេខផ្សំដូចជាសារធាតុរ៉ែសារធាតុប្រូតេអ៊ីនឬក៏សារធាតុដូចជាប៉ូតជាដើមអញ្ចឹងបងប្អូនហ្នឹងហើយប៉ុន្តែសារហ្នឹងខ្ញុំទិញមកដោយចំណីនោះវាទៅជាខ្មៅคลิกតែម្ដងហ្នឹងហើយគឺគេច្រកថងលក់1គីឡូ2គីឡូអញ្ចឹងបងប្អូនហ្នឹងហើយមួយថងដូចជា1គីឡូ2គីឡូអញ្ចឹងណាហ្នឹងហើយអញ្ចឹងទិញមកយើងមិនសូវបានចាប់អារម្មណ៍គឺទិញមកយកមកបដ ாய் មកដល់ផ្ទះបានដឹងថាចំណីនោះខូចគុណភាពហ្នឹងហើយសម្រាប់ចំណីបែបហ្នឹងគឺមន់ស៊ីទៅគឺមន់ឈឺអត់ដឹងមូលហេតុទេហើយបងប្អូនរកមូលហេតុមិនឃើញថាចំណីហ្នឹងពេលដែលមន់ស៊ីទៅថាតើមន់ឈឺហ្នឹងដោយសារអីទេអញ្ចឹងមន់ឈឺក៏ដោយសារចំណីដែរហើយមួយទៀតនោះគឺបងប្អូនអ្នកលក់ខ្លះគាត់ទុកដាក់ចោលហាលថ្ងៃហាត់អីចឹងបងប្អូនហ្នឹងហើយមិនសូវចាប់អារម្មណ៍យកចិត្តទុកដាក់ទេហ្នឹងហើយអញ្ចឹងខ្ញុំឃើញជាក់ស្ដែងហើយខ្ញុំក៏ធ្លាប់ជួបដោយខ្លួនឯងដែរនៅពេលដែលខ្ញុំទិញចំណីពីទីផ្សារហ្នឹងហើយមួយទៀតនោះគឺបងប្អូនសំខាន់គឺមើលសម្បកក្រុងបងប្អូនហ្នឹងហើយសម្បកក្រុងនោះតើវាមានប្រូតេអ៊ីនប្រមាណអីប្រមាណហ្នឹងហើយចាំបងប្អូនទិញហើយបងប្អូនប្រៀបធៀបសិនជាបងប្អូនហ៊ានបងប្អូនអាចចាប់ចំណីដែលក្នុងក្រុងហើយមកប្រៀបធៀបជាមួយនឹងចំណីដែលនៅច្រកថងមុននឹងបងប្អូនទិញហ្នឹងហើយសម្រាប់ឲ្យចំណីសម្រាប់ដែលខូចគុណភាពសិនជាមន់បងប្អូនស៊ីទៅគឺមិនមានបញ្ហាហើយបងប្អូនរកមូលហេតុមិនឃើញទេថាមន់នោះឈឺដោយសារអីទេហ្នឹងហើយអញ្ចឹងសម្រាប់ចំណីសម្រាប់ដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺបងប្អូនតតែពិនិត្យទៅមើលសម្បកក្រុងហ្នឹងហើយពីប្រូតេអ៊ីនរបស់វាហើយនឹងចាប់ចំណីនោះមើលឲ្យបានច្បាស់មុននឹងបងប្អូនយកមកដល់ផ្ទះហ្នឹងហើយអញ្ចឹងនេះជាអ្វីដែលខ្ញុំបានជួបកន្លងមកហ្នឹងហើយសម្រាប់ទី3នោះគឺបន្លែទិញពីផ្សារបងប្អូនណាហ្នឹងហើយសម្រាប់បន្លែទិញពីផ្សារគឺគ្រោះថ្នាក់ណាបងប្អូនណាហ្នឹងហើយខ្ញុំក៏ធ្លាប់ជួបដែរគឺខ្ញុំបានទៅទិញបន្លែពីផ្សារមួយនៅខេត្តបាត់ដំបងនេះបងប្អូនហ្នឹងហើយខ្ញុំមិនហ៊ានប្រាប់ថាផ្សារណាទេខ្លាចគេប្តឹងយើងអញ្ចឹងហើយយើងគាត់តែប្រាប់ថាបន្លែទិញពីផ្សារគឺវាគ្រោះថ្នាក់ណាស់ហ្នឹងហើយនៅពេលដែលយើងមិនបានសម្អាតឲ្យត្រឹមត្រូវមុននឹងឲ្យមន់យើងស៊ីអញ្ចឹងសម្រាប់បន្លែទិញពីទីផ្សារនេះសិនជាបងប្អូនទិញមកភ្លាមបងប្អូនបោះឲ្យវាស៊ីទៅដោយគឺវាមានបញ្ហាបងប្អូនណាហ្នឹងហើយបញ្ហាយ៉ាងម៉េចធម្មតាបន្លែទីផ្សារគឺមានហើយជៀសមិនផុតទេគឺប្រើថ្នាំដើម្បីឲ្យបន្លែនោះនៅស្រស់ល្អអញ្ចឹងណាបងប្អូនទុកបានយូរអញ្ចឹងទៅអញ្ចឹងនៅពេលដែលបងប្អូននោះទិញមកភ្លាមបងប្អូនបានសម្អាតបានលាងឲ្យបានត្រឹមត្រូវទេបងប្អូនយកមកដល់បោះឲ្យមន់ស៊ីគឺនេះជាបញ្ហាមួយមន់ងាប់រកមូលហេតុមិនឃើញថាមន់ឈឺដោយសារអីងាប់ទេបងប្អូនចោតទៅលើជំងឺអីផ្សេងៗហើយអញ្ចឹងមន់ខ្លះវាអាចឈឺងាប់ដោយសារតែបងប្អូនទិញបន្លែពីផ្សារឬក៏ផ្លែឈើផ្សេងៗពីផ្សារនោះបងប្អូនទិញមកភ្លាមបោះឲ្យស៊ីភ្លាមអានឹងជាបញ្ហាហើយអញ្ចឹងមុននឹងបងប្អូនឲ្យវាស៊ីបងប្អូនទិញមកបងប្អូនត្រូវតែលាងសម្អាតវាស្អាតសិនហើយបងប្អូនចិត្តវាលាងឲ្យស្អាតហ្នឹងហើយលាងមួយទឹកពីរទឹកបងប្អូនណាកុំឲ្យលាងមួយទឹកហើយដាក់ឲ្យវាស៊ីបងប្អូនលាងមួយទឹកពីរទឹកហ្នឹងហើយនេះសម្រាប់បន្លែទិញពីផ្សារតែសម្រាប់បន្លែយើងដាំក្នុងខ្លួនឯងយើងដឹងហើយថាបន្លែនោះមានជាតិគីមីឬក៏គ្មានជាតិគីមីអញ្ចឹងសម្រាប់បន្លែខ្លួនឯងយើងមិនបាច់និយាយទេសំខាន់យើងផ្ដោតទៅលើបន្លែដែលទិញពីផ្សារអញ្ចឹងបងប្អូនតែប្រុងប្រយ័ត្នព្រោះនេះជាអ្វីដែលខ្ញុំបានជួបខ្ញុំលើកមកប្រាប់បងប្អូនទេហ្នឹងហើយគឺមកខ្ញុំងាប់ដោយសារតែបន្លែដែលខ្ញុំទិញពីផ្សារបងប្អូនណាហ្នឹងហើយគឺទិញមកភ្លាមគឺឲ្យបានចាប់អារម្មណ៍គិតថាវាមិនអីយកមកដល់ចិត្តឲ្យស៊ីឬក៏បោះឲ្យស៊ីគឺមន់ថ្ងៃពីថ្ងៃក្រោយគឺរាកងាប់តែម្ដងរាកសរាកខៀវអីចឹងបងប្អូនហ្នឹងហើយអញ្ចឹងវាពុលថ្នាំហ្នឹងហើយមិនវងវាមិនពុលងប់ប្រកាច់ព្រានទេបងប្អូនវាធ្វើឲ្យវាមានអាការៈខ្សោយទៅហើយរាកទៅខ្សោះជាតិទឹកងាប់តែម្ដងអញ្ចឹងនេះបញ្ហាបន្លែទិញពីទីផ្សារឬក៏ផ្លែឈើដែលទិញពីទីផ្សារដែលបងប្អូនទិញមកមិនបានចាប់អារម្មណ៍បោះឲ្យស៊ីភ្លាមឬក៏បងប្អូនមិនបានលាងទឹកសម្អាតឲ្យបានស្អាតមុននឹងបងប្អូនបោះឲ្យស៊ីហ្នឹងហើយសម្រាប់ទី4នោះគឺពោតដុះផ្សិតបងប្អូនណាហ្នឹងហើយពោតដុះផ្សិតហ្នឹងគឺខ្ញុំធ្លាប់ជួបដូចគ្នាបងប្អូនណាហ្នឹងហើយពោតដុះផ្សិតគឺជាពោតដែលគេកិនមាន3ប្រភេទបងប្អូនណាពោតគ្រាប់ពោតបែបម៉ត់មិនម៉ត់ខ្លាំងទេមានគ្រាប់ខ្លះមានម៉ត់ខ្លះហើយមានរាងបែកខ្លះអាហ្នឹងហៅថាកណ្ដាលហើយមួយទៀតនោះគឺគេហៅថាពោតម៉ត់អញ្ចឹងគឺវាម៉ត់ស្លងដូចនឹងចំណីកូនមន់អញ្ចឹងហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់លាស់
ព្រោះពោតវាអាចដុះផ្សិតនៅពេលដែលបងប្អូនអ្នកលក់នោះគាត់លក់មិនអស់ទុកចោលយូរអញ្ចឹងវាដុះផ្សិតហើយធំក្លិននៅផ្អួហ្នឹងហើយបងប្អូនមុននឹងទិញបងប្អូនត្រូវតែសុំខិតមើលសិនបងប្អូនណាពោតនោះធំក្លិននឹងផ្អួហើយរៀងខ្មៅហ្នឹងគឺជាបញ្ហាបងប្អូនណាហ្នឹងហើយមន់ស៊ីទៅគឺឈឺអត់ដឹងមូលហេតុទេហ្នឹងហើយអញ្ចឹងសម្រាប់ពោតនេះគឺវាជាបញ្ហាដែរបងប្អូនតែគិតថាពោតគឺជាចំណីមួយដែលធ្វើឲ្យមន់នោះសាច់ណែនសាច់លឿងល្អឬក៏ធំធាត់លឿនអញ្ចឹងបើសិនជាស៊ីទៅក៏វាមានបញ្ហាដែរបើសិនជាបងប្អូនមិនបានពិនិត្យឲ្យបានច្បាស់លាស់ទៅលើពោតនោះហ្នឹងហើយពោតគ្រាប់មិនជាបញ្ហាទេបងប្អូនយើងអាចយកមកលាងហើយយើងកិនឲ្យខ្លួនឯងបានតែសម្រាប់ពោតម៉ត់ស្រាប់អញ្ចឹងវាអាចមានបញ្ហាច្រើនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនទិញមកហើយលាងវាហើយយើងយកហាលម្ដងទៀតអាហ្នឹងគឺកាន់តែប្រសើរព្រោះអីលក់នៅលើទីផ្សារយើងមិនដឹងថាគេទុកដាក់យ៉ាងណាទេអញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នសម្រាប់ការចិញ្ចឹមមាន់ហ្នឹងហើយមាន់ខ្លះឈឺវាដោយសារតែចំណីអាហារហ្នឹងឯងហ្នឹងហើយដូចមនុស្សយើងសពថ្ងៃអញ្ចឹងឈឺតិចទឹកនោមផ្អែមបន្តិចកើតមហារីកតិចជំងឺនេះតិចជំងឺនោះអញ្ចឹងគឺវាដោយសារតែចំណីអាហារដែលលក់នៅលើទីផ្សារហ្នឹងហើយសប្តាហ៍ថ្ងៃនេះក្មេងៗភាគច្រើនគឺកើតជំងឺភាគច្រើនកើតដោយសារតែចំណីអាហារលក់លើទីផ្សារដូចជាចំណីលក់តាមតូបផ្សេងៗហ្នឹងឯងហ្នឹងហើយអញ្ចឹងសម្រាប់ចំណេះដឹងមួយនេះគឺខ្ញុំផ្ដល់តែប៉ុណ្្នឹងសម្រាប់បងប្អូនដែលចំមាន់ទាំងអស់គ្នាសូមប្រុងប្រយ័ត្ននៅចំណីសម្រាប់មាន់ដែលខ្ញុំបានបង្ហាញ4ចំណុចសំខាន់ហ្នឹងតាមការពិតទៅវាមានច្រើនចំណុចទៀតប៉ុន្តែខ្ញុំលើកតែ4ចំណុចហ្នឹងទេដែលយើងគួរតែពិចារណាហើយអ្វីដែលខ្ញុំបានជួបផ្ទាល់តែម្ដងហ្នឹងហើយអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាសម្រាប់បងប្អូនដែលចូលចិត្តក្នុងការចិញ្ចឹមមាន់ស្រែហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះបើសិនជាខ្ញុំធ្វើការបកស្រាយទៅមានការប៉ះពាល់ឬក៏មានពាក្យសម្ដីលើសលួសខ្វះខាតនៅត្រង់ចំណុចណាមួយសូមបងប្អូនទាំងថ្មីទាំងចាស់ខន្តីអភ័យទោសដល់ខ្ញុំបាទផងហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនថ្មីកុំភ្លេចចូលមកជួយចុច Subscribe ហើយចុចរូបកណ្ដឹងឲ្យខ្ញុំបាទម្នាក់មួយផងហើយបងប្អូនអាចចូលក្នុង Facebook ជួយចុច Follow Page ឲ្យខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននូវបទពិសោធន៍និងចំណេះដឹងដែលខ្ញុំបានចែករំលែកទៅតាមបណ្ដាញសង្គមផ្សេងៗហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលចិញ្ចឹមមាន់ស្រែទាំងអស់គ្នាបងប្អូនចិញ្ចឹមជោគជ័យទាំងអស់គ្នាឥឡូវអាកាសធាតុមានការប្រែប្រួលហើយបងប្អូនណាហ្នឹងហើយអញ្ចឹងសប្តាហ៍ថ្ងៃនេះរៀងគេហៅថាចូលខែវស្សាហើយអញ្ចឹងធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃហើយអញ្ចឹងអ្នកចិញ្ចឹមមាន់តែប្រុងប្រយ័ត្នទាំងអស់គ្នាបិទបាំងការពារកូនមាន់តូចមាន់ធំមេបាពូជឲ្យបានល្អបងប្អូនណាហ្នឹងហើយអញ្ចឹងចុងក្រោយសូមឲ្យបងប្អូនចិញ្ចឹមមាន់ចាំទៅជោគជ័យទាំងអស់គ្នាហ្នឹងហើយកុំភ្លេចធ្វើវ៉ាក់សាំងដើម្បីការពារជំងឺព្រោះអាកាសធាតុមានការប្រែប្រួលខ្លាំងណាស់អញ្ចឹងបងប្អូនណាហ្នឹងហើយអញ្ចឹងចុងក្រោយសូមអរគុណនិងសូមជម្រាបលាចាំជួបគ្នាក្នុងវីដេអូក្រោយទៀតបងប្អូនដែលចូលចិត្តនិងស្រឡាញ់រាប់អានខ្ញុំហើយចូលចិត្តនៅអ្វីដែលខ្ញុំបានផលិតមាតិកាបង្ហាញបងប្អូន